ស្ដីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ចំការកងផលយាយពៅនៅក្នុងនោះមានស្ពៃតិចតិចប៉ុន្តែអាខ្លះទុំអស់ហើយអានេះទុំចោលណែនេះច្រើនណាស់អូណែប៉ុណ្ណាណៃអូឡើងចង់នេះអស់ឡើងចង់ស្លកពណ៌ឥឡូវនៅក្នុងនេះអស់ហើយយើងទៅបេះទ្រាប់នៅខាងក្រៅម្ដងទ្រាប់ស្រួយម្ទេសនេះវាចុងដៃអីតែខ្លះក៏វាទុំហ្នឹងនេះអានេះមានស្អុយមានអីខ្លះអូនេះច្រើនបេះអាខ្ចីអានេះស្លម្ជូរក៏បានប្រហុកក៏បានអាណាបេះអត់តន់ចាស់អស់អានោះបងប្អូននៅពីលើខ្ញុំមកគឺមលុបកញ្ញូងហើយមែនតើដីរបស់យើងគឺមួយផ្នែកគឺយើងដាំបន្លែចម្រុះហើយមួយផ្នែកទៀតនៅតាមព្រំហ្នឹងគឺយើងដាំកញ្ញូងដោយសារតែកញ្ញូងវាងាយធំហើយវាផ្ដល់អាសូតដល់ដីអញ្ចឹងទៅវាជួយបានអាដីរបស់យើងនឹងវាអត់ឲ្យខ្សោះបើសិនជាយើងដាំយកម្លប់វិញគឺវាឆាប់បានម្លប់ប៉ុន្តែគាត់ថាបងប្អូនមួយចំនួនគាត់យល់ច្រឡំថាកញ្ញូងវាអត់ងាយធំងាយអីប៉ុន្តែបើយើងគិតពីសេដ្ឋកិច្ចហ្នឹងហើយវាពិតមែនវាអត់ងាយបានខ្លឹមបានអីប៉ុន្តែបើសិនជាដាំយកម្លប់គឺវាឆាប់បានម្លប់មែនតើហើយឥឡូវយើងឃើញតែ3ឆ្នាំឯងគឺឡើងម្លប់ទៅឆឹងទៅឆៃហ្មងនេះបងប្អូនមើលទៅសក់ប៉ាខ្ញុំហ៎ទៅសក់ប្អហើយមើលកតុកហ៎ម៉ានេះដឹងពូជអីនេះអូយធំហ៎ប៉ាខ្ញុំដឹងទុកទៅអីឯងកូនបេះអស់ហ្មងនេះអូយតូនេះមើលទៅសក់កងធំមកអូននេះឥឡូវពេញមកកញ្ឆែងអាហ្នឹងចាយមិនបាច់បេះឲ្យអូននេះបេះអាទូចនេះអូអានេះធំនេះបេះយកទៅធ្វើអាស្អីគេនោះឲ្យប៉ាណៃអូនយកមុតបន្លាអូយមុតបន្លាវាដល់សសក់ប៉ាខ្ញុំអាហ្នឹងដើមក្រូចអូនដើរស្រួលចាត់មុតនិយាយទៅដំណាំចម្រុះមើលម្ទេសក្រហមពេញចាំតូនេះបេះម្ទេសហងអូននេះទៅសក់មួយនេះបេះអស់គ្រប់មុខអានេះម្ទេសអាចសាត់អូយម្ទេសច្រើនដល់ហើយបេះតាក្រហមបានទេអូននេះហិលអូនឯងបេះអាទុំវានឹងហិលមិនបេះឲ្យទុកឲ្យកងបេះចឹងម្ទេសហិលដៃនឹងឲ្យវាពៅស្ងអូយោយពេលដែលយើងធ្វើចការបែបលក្ខណៈគ្រួសារចេះវាជួយកាត់បន្ថយការចំណាយរបស់យើងហើយយើងញ៉ាំបន្លែដោយសុវត្ថិភាពទៀតមែនតើទៅហើយបន្ថែមពីនោះគឺវាបង្កលក្ខណៈសុវត្ថិភាពដល់ក្រុមគ្រួសាររបស់យើងពេលដែលមកប្រមូលផលម្ដងអញ្ចឹងណា